បាទថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបកាត់បន្ថយខ្លាញ់អាក្រក់បាទដោយសារខ្ញុំខ្លួនឯងផ្ទាល់ហ្នឹងគឺប្រឈមនឹងការលើសជាតិខ្លាញ់ទៅហើយបាទខ្លាញ់ដែលយើងត្រូវត្រួតពិនិត្យក្នុងរាងកាយរបស់យើងមាន4ចំណុចទី1គេឲ្យឈ្មោះថា LDL ដែលជាខ្លាញ់មិនល្អសម្រាប់ខ្លួនខ្ញុំផ្ទាល់គឺ180មានន័យថាវាលើសជាធម្មតាយើងត្រូវនៅចន្លោះពី0ដល់130ទី2គឺលើ total cholesterol គេឲ្យឈ្មោះថាខ្លាញ់ក្នុងរាងកាយដែលមាន266សម្រាប់ខ្លួនខ្ញុំអញ្ចឹងជាធម្មតាគឺនៅក្រោម200អញ្ចឹង266លើស66ហើយLDL ជាខ្លាញ់មិនល្អទេសម្រាប់ហើយ HDL ជាខ្លាញ់ល្អដែលយើងត្រូវតម្រូវឲ្យធំជាង35ហើយខ្ញុំមានចំនួន62នៅល្អទេហើយខ្លាញ់ triglyceride ត្រូវឲ្យតូចជាង200អញ្ចឹងខ្ញុំ127នៅតូចជាងទេអញ្ចឹងលើសពីចំណុចគឺ LDL ហើយនឹង total cholesterol បាទដើម្បីធ្វើឲ្យជាតិខ្លាញ់ហ្នឹងវាថមមកវិញយើងមានរបៀបចំនួន5យ៉ាងបាទទី1គឺបងប្អូនត្រូវបន្ថយសារធាតុខ្លាញ់ទាំងឡាយណាបាទកាលណាយើងបរិភោគខ្លាញ់ច្រើនវានឹងធ្វើឲ្យកើននៅកម្រិត LDL នៅក្នុងសរសៃបេះដូងដែរអញ្ចឹងយើងត្រូវកម្រិតខ្លាញ់កម្រិតក្នុងការបរិភោគសាច់ក្រហមអាហារពោរពេញដោយខ្លាញ់ហើយមានសាច់ដូងខ្ទិះដូងជាដើមទី2បន្ថយអាហារបំពងដូចជាប្រហិតបំពងដំឡូងចៀនចង្រិតបំពងនំមានសារធាតុច្រើនហើយជាពិសេសគឺប្រើប្រេងឆាច្រើនដងក្នុងការបំពងកណ្ដូបអីជាដើមយើងត្រូវបន្ថយប្រភេទអាហារខ្លាញ់ទាំងហ្នឹងទី3គឺបង្កើនអាហារជាតិសរសៃដែលអាហារដែលមានជាតិសរសៃហ្នឹងវាជួយស្រូបយកសារធាតុខ្លាញ់អាក្រក់ចេញពីរាងកាយតើអាហារជាតិសរសៃមានអីខ្លះគឺប្រភេទគ្រាប់ធញ្ញជាតិទាំងឡាយដូចជាស្រូវសាលីអង្ករសម្រូបសណ្តែកគ្រប់ប្រភេទសណ្តែកខៀវសណ្តែកបាយផ្លែឈើមានផ្លែប៉ោមផ្លែឈើរីផ្លែក្រូចជាដើមទី4គឺញ៉ាំខ្លាញ់ល្អគឺប្រើប្រេងអូលីវបាទជំនួសខ្លាញ់សត្វប្រើអាល់ម៉ុនគ្រាប់អាល់ម៉ុនខ្លាញ់អាល់ម៉ុននឹងជាដើមទី5គឺញ៉ាំត្រីឲ្យបានច្រើនយ៉ាងហោច2ដងក្នុងមួយសប្តាហ៍ត្រីសាម៉ុងត្រីដែលមានជាតិខ្លាញ់អូមេហ្គា3ជាដើមឬក៏យើងអាចហូបប្រភេទខ្លាញ់ត្រីអូមេហ្គា3ដែលគេមានលក់ជាកំប៉ុងបានហើយចំណុចមួយទៀតគឺការផ្លាស់ប្ដូរទម្លាប់ក្នុងការរស់នៅដោយហាត់ប្រាណឲ្យបានទៀងទាត់ដើរលឿនរត់ធាក់កង់ឲ្យបានយ៉ាងហោច150នាទីអីទៅក្នុងមួយសប្តាហ៍ឬមួយក៏យ៉ាងហោច30នាទីក្នុងមួយថ្ងៃហើយការគ្រប់គ្រងទម្ងន់ដោយការបញ្ចុះទម្ងន់ត្រឹមតែ5ទៅ10% នៃរាងកាយហ្នឹងក៏អាចជួយឲ្យកម្រិតកូលេស្តេរ៉ុលឬកម្រិតខ្លាញ់ហ្នឹងធ្លាក់ចុះបានយ៉ាងច្រើនដែរតើការកំណត់ទម្ងន់រាងកាយកំណត់យ៉ាងដូចម្ដេចឧទាហរណ៍ថាយើង1.70 ម៉ែត្របាទទម្ងន់របស់យើងគឺនៅត្រឹម70ឬក្រោម70គីឡូ5គីឡូអញ្ចឹងបានន័យថាអាច65 66 67 68 69 70បាទគឺល្អកម្រិតប្រភេទអាហារបែបគ្រឿងស្រវឹងដូចជាប៊ីអីនឹងជាដើមការកាត់បន្ថយគ្រឿងស្រវឹងនឹងជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមបានយ៉ាងប្រសើរផងដែរបាទនេះគឺជាវិធីមួយចំនួនដែលយើងអាចជួយបន្ថយនៅការកើនឡើងនៃខ្លាញ់ឬការអ្នកដែលឡើងខ្លាញ់ហើយយើងអាចថយចុះឡើងវិញ
ដោយបន្ថយសារធាតុខ្លាញ់បន្ថយអាហារបំពងបង្កើនការបរិភោគអាហារដែលមានជាតិសរសៃ fiber បាទញ៉ាំខ្លាញ់ល្អញ៉ាំត្រីលំហាត់ប្រាណគ្រប់គ្រងទម្ងន់និងកម្រិតការសេពគ្រឿងស្រវឹងបាទសូមអរគុណ